កម្មករទៅធ្វើការងារនៅប្រទេសថៃនៅប្រទេសគេខាងក្រៅគាត់ជាអ្នកចិញ្ចឹមបកងចិញ្ចឹមវាចិញ្ចឹមដើមចិញ្ចឹមធាយចិញ្ចឹមត្រីចិញ្ចឹមគោក៏ប៉ុន្តែដល់ពេលដែលក្រោយចំនួនឬបញ្ហាព្រំដែនរវាងថៃនិងកម្ពុជាមកបងប្អូនខ្មែរយើងគឺគាត់មានសមត្ថភាពខ្លាំងមែនតើគាត់អាចយកចំណេះជំនាញដែលគាត់ធ្វើការនៅប្រទេសគេហ្នឹងគាត់យកមកអភិវឌ្ឍនិងធ្វើនៅអ្វីដែលគាត់ធ្លាប់បានធ្វើជាក់ស្ដែងនៅជាមួយប្រទេសថៃហ្នឹងគាត់យកមកធ្វើខ្លួនឯងតតាមលក្ខណៈគ្រួសារហើយឥឡូវនេះគាត់អាចមានដើមតែតិចតួចទេហើយគាត់អាចបង្កើតនៅចំណូលបានយ៉ាងច្រើនសម្រាប់គ្រួសារគាត់ហើយធ្វើឲ្យគ្រួសារគាត់មានជីវភាពធូរធារគ្រាន់បើជាងមុនហើយគាត់មានសមត្ថភាពលោតខ្ពស់ជាងគាត់ដែលធ្វើជាកម្មករធ្វើការងារនៅប្រទេសគេទៀតតែពីមុនគាត់ជាធ្វើការងារគេទេក៏ប៉ុន្តែគាត់ក្រោយពេលគាត់មកដល់ស្រុកខ្មែរគាត់បង្កើតមុខរបរខ្លួនឯងគឺគាត់អាចមានលុយនិងមានចំណូលចូលច្រើនជាងគាត់ធ្វើជាកម្មករគេទៅទៀតនោះគឺការចិញ្ចឹមទាយហើយការចិញ្ចឹមទាយនេះដែរខ្មែរយើងកាលពីមុនគឺមិនសូវជាមានអ្នកបើកទូលំទូលាយអំពីបញ្ហាចិញ្ចឹមទាយទេគឺយើងទិញសាច់មកពីប្រទេសថៃហើយនិងប្រទេសវៀតណាមនៅតាមភោជនីយដ្ឋានតាមហាងធំៗអានេះវាជាចំណុចមួយដែលធ្វើឲ្យយើងនឹងមានផលប៉ះពាល់ជាច្រើនដូចជាការយកចូលមកប្រទេសខ្លះយើងមិនដឹងថាវាត្រូវជំងឺឬក៏ត្រូវស្អីក៏យើងអត់ដឹងដែរក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរយើងគាត់មានសមត្ថភាពបើកកសិកម្មចិញ្ចឹមទាយលក្ខណៈគ្រួសារតូចហើយទៅដល់គាត់មានសមត្ថភាពដល់បង្កើតនៅត្រីឬនៅសាច់ទាយជាច្រើនផ្សព្វផ្សាយទូលំទូលាយនៅតាមបណ្ដាញសង្គមហើយមានការលក់ហើយនៅផ្ទះកូនដោយខ្លួនឯងផ្ទាល់តែម្ដងអានេះគឺជាចំណុចមួយដែលយើងបញ្ជាក់ថាភាពវៃឆ្លាតរបស់នៅកសិដ្ឋានចិញ្ចឹមនិងផ្ទះកូនលក់ទៀតផងអានេះគឺជាចំណុចល្អមួយសម្រាប់ទីតាទាយនៅស្រុកខ្មែរយើងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់គិតគូរចង់ធ្វើដូចជាពួកគាត់អញ្ចឹងគឺយើងមិនចាំបាច់ចំណាយលុយច្រើនទេតែ$50បើនិយាយពីលុយម៉ែតែ20,000តែធ្វើការងារបម្រើនៅប្រទេសថៃជាពលករគាត់បែរជាមានសមត្ថភាពអាចមកដល់ពេលខ្មែរយើងគាត់អាចចិញ្ចឹមទាយបើកកសិដ្ឋានផ្ទះកូនបង្កើតពូជបានដោយខ្លួនឯងបាននេះគឺជាចំណុចល្អមួយសម្រាប់ជាពលរដ្ឋខ្មែរយើងអញ្ចឹងវាជាឆន្ទៈមួយបើសិនជាយើងដាក់ចិត្តថាយើងចង់ធ្វើនៅអ្វីដែលយើងគិតថាវាជាផលល្អសម្រាប់